សួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំមកបង្ហាញពីការ convert text ទៅជា table ឬក៏តារាងនៅក្នុង Microsoft Word អញ្ចឹងអត្ថប្រយោជន៍នៃការ convert text ទៅជា table នឹងមានមុខងារជាច្រើនដូចជាការរៀបចំតន្ត្រីឲ្យបានច្បាស់លាស់និងងាយស្រួលមើលមានដូចជាបញ្ជីឈ្មោះលេខទូរស័ព្ទនិងទីកន្លែងហើយមួយទៀតគឺងាយស្រួលក្នុងការស្វែងរកព័ត៌មាននិងមានរចនាប្រភេទ table ស្អាតនៅក្នុងនោះមាន table style ជាច្រើនដែលយើងអាចផ្លាស់ប្ដូរបានហើយមួយវិញទៀតគឺការបញ្ចូលទិន្នន័យពី Excel ឬក៏ file ផ្សេងៗបានលឿនចឹងថ្ងៃនេះខ្ញុំមកបង្ហាញពីការ convert text ទៅជា table ចឹងដំបូងយើងចូលមកក្នុង insert ហើយយើង select លើ data របស់យើងមកយើងចុចលើ table ហើយយើង click លើ convert text to table ចឹងនៅក្នុងនឹងដែរប្រភេទ data របស់យើងជា paragraph comma ឬក៏ tab ឬក៏ផ្សេងជាដើមចឹង data របស់យើងមានសញ្ញាក្បៀសឬក៏ comma ចឹងយើង click លើ comma មកហើយយើងចុច OK ហើយយើងអាចផ្លាស់ប្ដូរ table យើងបានដោយវាមាន style ច្រើនចំណែកឯ data ខាងក្រោមក៏ដូចគ្នាដែរយើង select លើ data សិនមកហើយយើង click insert ហើយយើង click យក table តមកទៀតយើង select យកពាក្យ convert text to table ចឹង data របស់យើងវាមានលក្ខណៈធម្មតាចឹងវាចូលក្នុង Enter ផ្សេងយើងគ្រាន់តែចុច OK មកជាការស្រេចអរគុណអ្នកនរគ្នាសម្រាប់ការទស្សនារហូតពីដើមដល់ចប់